ខ្ញុំចេះតែឆ្ងល់ហេតុអីបានជាមាសនៅក្នុងថ្ងៃទី7 ខែមករាឆ្នាំ2026គឺគ្រាន់តែបើកផ្សារឡើងគឺមាសនឹងបានធ្លាក់យកតែម្ដងធ្លាក់តាំងពីតម្លៃ4499ហើយធ្លាក់មកដល់4446-47គឺមានមូលហេតុគឺដោយសារតែព័ត៌មានទើបតែចេញថ្មីនេះគឺដូណាល់ត្រាំបានប្រកាសថាប្រទេសវេណេស៊ុយអេឡានឹងផ្ដល់រហូតដល់30ដល់50បាវ៉ែលប្រេងឆៅទៅកាន់ប្រទេសសហរដ្ឋអាមេរិកដែលមានតម្លៃប្រមាណជា2.3 trillion ដុល្លារនៅតាមតម្លៃទីផ្សារបច្ចុប្បន្នប្រេងនេះនឹងត្រូវបានលក់តាមតម្លៃទីផ្សារហើយប្រាក់ចំណេញនឹងត្រូវបានប្រើប្រាស់ដើម្បីផ្ដល់ប្រយោជន៍ដល់ប្រជាជនទាំងពីរប្រទេសគឺប្រទេសអាមេរិកហើយនិងប្រទេសវេណេស៊ុយអេឡាប្រេងនេះនឹងត្រូវលក់តាមតម្លៃទីផ្សារហើយប្រាក់នោះខ្ញុំនឹងគ្រប់គ្រងក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិកដើម្បីធានាថាវាត្រូវបានប្រើប្រាស់យ៉ាងមានប្រយោជន៍ដល់ប្រជាជនវេណេស៊ុយអេឡានិងសហរដ្ឋអាមេរិកការប្រកាសនេះកើតឡើងបន្ទាប់ពីអនុវត្តយោធាដែលបានចាប់ផ្ដើមក្នុងប្រទេសវេណេស៊ុយអេឡានិងការចាប់ខ្លួនដទៃទៀតចំពោះប្រធានាធិបតីមុននេះដែលជាចំពោះណេកូឡាស់ម៉ាដូរ៉ូដែលជាប្រធានាធិបតីរបស់ប្រទេសវេណេស៊ុយអេឡាចឹងឃើញថាបន្ទាប់ពីចេញព័ត៌មាននៅតាមបែបនេះមកឃើញថាមាសគឺចាប់ផ្ដើមធ្លាក់តែម្ដងប្រេងក៏ធ្លាក់ហើយនឹងស្តុកនានាក៏ធ្លាក់ដែរអញ្ចឹងគឺម៉ោង2នេះគឺទីផ្សារមាសគឺអាចនឹងធ្លាក់ជាងនេះបន្តទៅទៀតឥឡូវនេះគឺអាចធ្លាក់ដល់4400ក៏អាចថាបានដែរបើសិនជាយើងមើលទៅតាមទស្សនវិជ្ជាជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះឃើញថាវាឃើញមាសនឹងគឺចាប់ផ្ដើមធ្លាក់ខ្លាំងតែម្ដង